នឹងអរគ្នាបើចង់ឲ្យខាត់បងលើខាត់បងពេលវេលា toxic អារម្មណ៍ toxic ផ្លូវកាយផ្លូវអីហ្នឹងទេនឹងអរគ្នាជា user ដែលមានឈ្មោះនេះខ្ញុំដាក់នេះតតែម្ដងថ្មីហ្នឹងខ្ញុំបានធ្វើចម្រៀងជាមួយនឹង user ម្នាក់ដែលគាត់មិនទៅជាល្បីអីណាស់ណាទេគ្រាន់តែគាត់ហ្នឹងធ្លាប់ធ្វើឲ្យដូចជា win ពីទូដូចជាប្រហែល bot ចុងក្រោយឬក៏មានដូចជាធ្វើឲ្យអ្នកផ្សេងដែរហ្នឹងណាហើយខ្ញុំក៏អត់ស្គាល់ដែរព្រោះអីខ្ញុំថ្មីនៅក្នុងហ្នឹងហើយខ្ញុំមានបទចម្រៀង original ទៅសេខ្លួនឯងមានភ្លេងពី AI ខ្លះមានអីចឹងទៅខ្ញុំក៏ចង់ record អញ្ចឹងណាហើយខ្ញុំក៏ search ក្នុង TikTok ទៅតាម user in Cambodia អីចឹងទៅក៏ឃើញ search ទៅចាញ់ឈ្មោះម្នាក់ហ្នឹងអញ្ចឹងណាហើយបើថាស្គាល់ឬក៏មិនស្គាល់ខ្ញុំមិនដឹងទេហើយម្នាក់ហ្នឹងមុនដំបូងនិយាយការងារត្រូវគ្នាទេហើយមុនដំបូងហ្នឹងមកបទចម្រៀងហ្នឹងគាត់ថាយក150 ជាងអញ្ចឹងណាហើយខ្ញុំគាត់ថាឥឡូវបើសិនជាធ្វើច្រើនបទ3បទអញ្ចឹងទៅអាចថា140ទៅហើយមានបទខ្លះវាស្រួលមិនអីចឹងទៅក៏យើងនិយាយអើវិញគ្នាទៅយើង3បទយើងធ្វើ140អញ្ចឹងណាហើយមុនយើង booking schedule ពីដំបូងហ្នឹងគាត់ក៏ឲ្យខ្ញុំហ្នឹងbooking លុយចំនួន$40អញ្ចឹងណាហើយដល់ពេលដល់ថ្ងៃដែលនេះហ្នឹងយើងត្រូវ record យើងត្រូវការ record ច្រើនបទពេញ2 3បទអីចឹងទៅតែដល់ពេលហើយអត់បានពេញមួយបទទេចាំមួយបទទេក៏គាត់ថាខ្លួនគាត់អត់ស្រួលខ្លួនឬក៏អីចឹងទៅក៏ slash ទៅហើយក៏ព្យាយាម make schedule ផ្សេងត time ទៀតប៉ុន្តែវាអត់ជោគជ័យរហូតអញ្ចឹងណាវារវល់ម្នាក់អីចឹងទៅហើយដល់ពេលបាន schedule មួយហើយខ្ញុំ book schedule ខ្ញុំសុខចិត្តអត់ទៅរៀនអញ្ចឹងទៅដើម្បីទៅធ្វើទៅដល់ពេលហើយទៅជា record បានមួយបទហើយមួយបទដដែលគាត់ថែមឡើងវិញអញ្ចឹងទៅក៏អត់មាននេះហើយក៏ contact មកថាមានអ្នកផ្សេងមកchứមិនថាអត់បាន book schedule យើងមួយហ្នឹងខ្ញុំ note ទុកមួយណាថាអត់បានផ្ដល់តម្លៃឲ្យយើងមួយអញ្ចឹងណាហើយតស្អែកឡើងហ្នឹងក៏គាត់ឲ្យនឹងខ្ញុំ book លុយថែមទៀតអញ្ចឹងទៅហើយខ្ញុំស្រួលទេលុយនោះអញ្ចឹងអូខេដើម្បីគេពិសេសការងារទៀតខ្ញុំក៏ថែមលុយចំនួនដូចជា$30ទៀតអញ្ចឹងវា40វា book ទៅ$70ហើយខ្ញុំពេលហ្នឹងតែត្រូវថតច្រើនបទទៀតប៉ុន្តែខ្ញុំគិតថាមនុស្សហ្នឹងមើលទៅដូចជាការងារច្បាស់លាស់វាមើលទៅដូចថាកំពុងតែធ្វើបទយើងប៉ុន្តែគាត់ចេញបទខ្លួនឯងពី3បទដដែលហើយឆ្លៀតឲ្យគិតថាលេះរវល់អីចឹងទៅអញ្ចឹងខ្ញុំក៏ចង់ឲ្យវាមានរឿងវែងឆ្ងាយយើងតែមួយនឹងចេញឲ្យជារូបរាងឲ្យវានេះមកឲ្យបើថាអត់ចេញទេ refund ខ្លះឬក៏អីចឹងទៅក៏វានេះដែរមានអារម្មណ៍ថាអាការ refund ហ្នឹងគឺវាជ្រុកជ្រែងខ្លាំងមែនតើហ្មងហើយបន្ទាប់មកក៏យូរទ្រាំបានឲ្យគេមិនយើងទ្រាំខ្ញុំទាច្រើនអាទិត្យមែនតើ3 4អាទិត្យចឹងទៅពេលហើយទៅពេល resign មកវានេះមកពួកខ្ញុំធ្លាប់ធ្វើកន្លែងផ្សេងគេមិនមកវាយ៉ាងហើយណាក៏យើងស្ដាប់ទៅវាគ្រាន់បើវាកែ vocal វាកែភ្លេងវាកែអីតែពេលចេញមកវាទាំងយើងដូច demo ដូចដែលយើងយកអត់កើតហ្នឹងហ្មងចឹងទៅឲ្យ com follow up សុំ file អីហ្នឹងក៏មិនងាយមកឲ្យទ្រាំបានគឺវេទនាមែនតើអ្នកនរគ្នាហើយសូម្បីតែលុយហ្នឹងក៏បានគាត់ក៏សន្យាថាឲ្យខ្ញុំមកវិញដែរ refund មកវិញចំនួន$50ដែរហើយលុយនេះខ្ញុំគិតថាវាមិនទៅច្រើនសម្រាប់ខ្ញុំហើយក៏មិនយកទៅវាមិនខ្ញុំខ្លាចទៅជាអ្នកមានទេប៉ុន្តែចុះសម័យមើលបើសិនជាគាត់ធ្វើជាមួយខ្ញុំប៉ុណ្ណឹងបានចុះអ្នកផ្សេងទៀតបន្ទាប់ទៀតមិន$50 $100 $200អ្នកផ្សេងចឹងអ្នកផ្សេងគេធុញគេសាំទៅគេចោលលុយនឹងទៅចឹងមិនន័យថាដូចនៅក្នុងខ្មែរយើងសម្បូរ scammer វាសម្បូរដូចជនឆោបបោកមែនតើអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ចេញវីដេអូនេះចង់ឲ្យវាឲ្យមានអ្នកដែលគាត់ថ្មីនៅក្នុង industry នោះឲ្យគាត់ប្រុងប្រយ័ត្នចឹងណាព្រោះបុគ្គលទាំងអស់ហ្នឹងពេលខ្លះវាបោកប៉ុន្តែវាអត់ចេញជារោគសញ្ញាឲ្យយើងចេញមកជាបុគ្គលបោក block យើងចុច link ទៅ scam អីទេវាមិនមែនជារឿងបែបហ្នឹងឯងមែនតែវាធ្វើឲ្យយើងសាំឲ្យយើងជ្រក់ជ្រែងធ្វើឲ្យយើងហ្នឹងតប៉ែនៅនឹង steal លុយអត់សន្យាអាទិត្យនេះថ្ងៃនេះចឹងទៅអត់មានជា result មកមួយដែលយើងត្រូវការឲ្យច្បាស់លាស់ថាថ្ងៃណាអញ្ចឹងណាហើយអញ្ចឹងលុយហ្នឹងក៏វាទៅហើយយើងក៏មិនដឹងទៅទាមិនដែរអញ្ចឹងហើយតទៅពេលគាត់មិចឲ្យអ្នកផ្សេងដែលថាស៊ីខ្សែមួយគ្នាឬក៏បកគលមានល្បីមានមុខមាត់អញ្ចឹងទៅគាត់អាចទៅធ្វើឲ្យវាប្រុសឲ្យវាល្អវាជោគជ័យទៅអញ្ចឹងហើយទៅពេលអ្នកដែលកែមិនបានប្រយោជន៍អីមិនអញ្ចឹងវាទៅជាអញ្ចឹងបើយើងអត់ទទួលការងារតាំងដំបូងមកយើងនិយាយច្បាស់លាស់ទៅថាអត់ធ្វើសងលុយខ្ញុំនិយាយថាវាអត់នេះហ្មងចង់និយាយថាអញ្ចឹងមិនថាខ្ញុំចេញវីដេអូនេះគឺខ្ញុំចង់ឲ្យយើង aware ដែរឲ្យយើងនឹងប្រុងប្រយ័ត្នទាំងអស់គ្នាទេចាំបើអត់ចង់ខាត់លុយជិះទៅបកគលម្នាក់នឹងអញ្ចឹងណា